ហើយអតីតសង្សារ Moderna និងចំបៃខ្មៅមានចំនួនពាក្យសម្ដីរឿងលុយកាក់លោកហេងដែលជាអតីតគូស្នេហ៍ Madonna និងចំបៃខ្មៅបានធ្វើឲ្យបណ្ដាញសង្គមមានការចាប់អារម្មណ៍បន្ទាប់ពីអ្នកទាំងពីរបានចេញមកនិយាយរៀងៗខ្លួនអំពីការខ្ចីលុយមិនអោយនិងមូលហេតុមិនអោយខ្ចីកាលពីមុនអ្នកទាំងពីរគឺមានទំនាក់ទំនងល្អជាមួយគ្នាថ្មីនេះលោកហេងបានបង្ហោះរូបភាពនិងចេញវីដេអូរបស់ខ្លួនរៀបរាប់ពីចំបៃខ្មៅដោយទទួលស្គាល់ថាលោកជាអ្នកបង្ហោះមុនព្រោះតែចំបៃខ្មៅ fake ដាក់ខ្លួនមុនទាំងប្រកាសក្តែងនៅលើបណ្ដាញសង្គមថាមានដាក់លុយកម្ចីលោកថាលោកទាល់មួយពេលមនុស្សណាក៏ធ្លាប់ទាល់សំខាន់មនុស្សណាយកមកមានប្រយោជន៍ឬអត់ខណៈលោកយកលុយមកដើម្បីមកបង់ខុនដូដោយសារតែថតមិនទាន់បានលុយតាគូស្នេហ៍ Madonna ថាមានការខ្ចីលុយចំបៃខ្មៅមិនបានផុសពីគេហើយខ្លួនមិនមានសមត្ថភាពសងវិញខណៈលោកបានបង្ហាញថាខ្លួនមានដី1ហិកតានៅកំពតជាគេម៉ែចែកឲ្យនិងមានដីនៅតាកែវត្រឹមលុយ350អត់មានលុយសងឬហេងថាបើសិនជាចំបៃខ្មៅរាប់អានខ្លួនព្រោះធ្លាប់ទៅសម្ពោធហាងហើយនិយាយជាមួយគ្នាគួរប្រើភាសាគួរសមលោកថាខ្ចីបានឬមិនបានគួរចំបៃខ្មៅមិនព្រមប្រាប់ទាំងខ្លួនព្យាយាមឆាតខណៈចំបៃខ្មៅមើលហើយមិនឆ្លើយតបថតវីដេអូជំនាញរូបនេះបានចោទប្រកាន់ចំបៃខ្មៅថាគ្មានលុយឲ្យខ្លួនខ្ចីតែធ្វើរឹកលុយខណៈខ្លួនមានគម្រោងរៀបចំឲ្យចំបៃខ្មៅរីកមុខរីកមាត់នៅថ្ងៃមង្គលការជីដេវីតទៀតព្រោះតែឃើញគេជេរចំបៃខ្មៅច្រើនពេកជាមួយនឹងវីដេអូរបស់ហេងចំបៃខ្មៅក៏បានចេញមកឡាយឆ្លើយតបវិញដូចគ្នាហើយបានបញ្ជាក់ថាខ្លួនគឺមិនចង់ឲ្យហេងខ្ចីតែម្ដងដោយបានបង្ហាញពីទឹកប្រាក់ក្នុងកងធនាគារខ្លួនមិនមែនគ្មានលុយនោះទេតែមិនឲ្យព្រោះដឹងថាគ្មានសមត្ថភាពសងវិញនិងបានបកស្រាយមួយចំនួនទៀតអមដោយសម្ដីមិនពិរោះពីចំបៃខ្មៅជេរខ្លួនយ៉ាងចាស់ដៃហេងបានចេញវីដេអូខ្លីមួយទៀតថាលោកមិនបានខឹងរឿងដែលចំបៃខ្មៅមិនព្រមឲ្យខ្លួនខ្ចីលុយចំនួន$350នោះទេដែលលោកថែមទាំងហ៊ានស្បត់ទៀតអ្វីដែលធ្វើឲ្យលោកខឹងហេងបានបញ្ជាក់ថាដោយសារតែចំបៃខ្មៅលាតត្រដាងពីគម្រោងរបស់ខ្លួនដោយមិនគោរពលោកដែលជាអ្នករៀបចំគំនិតឡើងមានការជិះឡានទំនើបមានការសម្ភាសក្នុងថ្ងៃចូលរួមមង្គលការខាងមុខនេះ